ជំរាបសួរប្រិមិត្តស្វាគមន៍មកកាន់ Channel បទ HM បទពិសោធន៍ដ៏ភ័យលុះប្រលឹងចំពោះក្រុមទេសចរមួយក្រុមដែលបានអនុញ្ញាតគ្នាទៅកំសាន្តលេងនៅក្នុងព្រៃដែលអាចចូលចិត្តទៅបោះតង់កំសាន្តបែបអារម្មណ៍រ៉ូមែនទិកនៅក្នុងព្រៃជ្រៅជ្រៅមែនតើទៅវិញនោះមានបានរ៉ូមែនទិកឯណាបែរជាភ័យលុះប្រលឹងដោយមានក្រុមបងធំមួយក្រុមលើកគ្នាមកសួរសុខទុក្ខតែម្ដងតាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីនេះទឹកជាភ្ញាក់ផ្អើលក្រោយមានបុរសនិងក្រុមនារីប៉ុន្មាននាក់បានធ្វើដំណើរទៅបោះតង់ក្នុងព្រៃដើម្បីផ្លាស់ប្ដូរបរិយាកាសពីទីក្រុងចង់ទៅស្ដាប់សំឡេងសត្វប្រយមនិងអាមួយទឹកត្រជាក់នៅក្នុងជ្រោះនឹងធ្វើម្ហូបបែបធម្មជាតិបែបព្រៃភ្នំប៉ុន្តែបែរជាជួបរឿងសយមួយនេះទៅវិញដោយសារតែមានពួកសត្វតោមករំខានថែមទាំងអុកឡុកទាំងកណ្ដាលថ្ងៃត្រង់តែម្ដងធ្វើឲ្យបុរសនិងនារីទាំងអស់នោះលុះប្រលឹងស្ទើរតែលិចនោមទាំងអស់គ្នាដោយតោទាំងអស់នោះវាមិនទៅណានោះទេវាដើរក្រឡឹងទៅក្រឡឹងមកអាខ្លះទៀតក៏នៅលើដំបូលឡានឯអាមួយនេះវិញវាចង់សេរីតែកង់ឡានតែម្ដងតាមរយៈការហាត់ក្លិនសត្វតោទាំងអស់នោះដឹងថាមនុស្សទាំងអស់នេះពោពេញទៅដោយអាហារដ៏ឆ្ងាញ់របស់វាពីព្រោះវាអត់អាហារជាយូរមកហើយសត្វតោដែលកំពុងតែស្រេកឃ្លានបានព្យាយាមដើរទៅដើរមកក្រឡឹងទៅក្រឡឹងមកមើលរកកន្លែងណាប្រហែសចាប់មនុស្សទាំងអស់នេះស៊ីតែម្ដងធ្វើឲ្យពួកគេកាន់តែភ័យខ្លាចញាប់ញ័រក្នុងហរតីតែម្ដងអ្នកខ្លះទៀតក៏លិចនោមអ្នកខ្លះទៀតក៏ចេញផោមតែម្ដងឯលទ្ធផលចុងក្រោយវិញមានបុរសម្នាក់ដែលចិត្តអង្អាចក្លាហានបានបើកឡានយ៉ាងលឿនធ្វើឲ្យសត្វតោទាំងអស់នោះធ្លាក់ពីលើឡានរឿងហេតុការណ៍នេះបានធ្វើឲ្យពួកគាត់រួចផុតជីវិតពីក្រញាំសត្វតោសូមបងប្អូនធ្វើការប្រុងប្រយ័ត្នចំពោះអ្នកដែលចូលចិត្តបោះតង់នៅក្នុងព្រៃជ្រៅជ្រៅប្រយ័ត្នដូចនៅក្នុងហេតុការណ៍មួយនេះចុះប្រសិនបើប្រិយមិត្តនៅក្នុងហេតុការណ៍នេះតើគិតយ៉ាងណាដែរប្រសិនបើអេដមីនវិញប្រកបជាលេចនោមដូចពួកគាត់អញ្ចឹងអរគុណសម្រាប់ការចូលតាមដានទស្សនាវីដេអូតាក់ទងទៅនឹងរឿងសត្វតោនិងបុរសនារីមួយក្រុមបានទៅដើរលេងនៅក្នុងព្រៃប្រសិនបើពេញចិត្តកុំភ្លេចជួយចុចពាក្យថា Subscribe ដើម្បីទទួលបានវីដេអូប្លែកៗនិងថ្មីៗជាបន្តបន្ទាប់អរគុណជួបគ្នានៅវីដេអូបន្ទាប់